យើងធ្លាប់តែមើលតាមកុនថាមានម៉ាស៊ីកណូគេហៅថាដូចពួកខាងផ្លូវងឹតណាសកត់នៅលើផ្លូវចិត្តរបស់យើងធ្វើឲ្យយើងធ្វើអ្វីទៅតាមគេចឹងណាតែនេះជារឿងជីវិតពិតនៅក្នុងគ្រួសារដែលអ្នកមានគេហៅគ្រួសារណូបនៅប្រទេសបារាំងនេះមានទាំងសត្វតូមានទាំងដីរាប់រយហិកតាហើយនឹងមានទាំងផ្ទះជួលរាប់ផ្ទះដែលថាមិនដែលស្គាល់ថាជីវិតថាអត់ចាញ់បោកបរោះម្នាក់ដែលមានឈ្មោះថាទៀរីទីលីចាមិនមែនតិចទេបងប្អូនណាពីឆ្នាំ2001រហូតទៅដល់2009គឺជាប់នៅក្នុងទ្រុងនៅក្នុងសត្វតូមិនផ្ដាច់ចេញពីពិភពខាងក្រៅទាំងស្រុងហ្មងហ្នឹងធ្វើហ្នឹងដោយការស្ម័គ្រចិត្តណាបងប្អូនចាហើយក្នុងរយៈពេលពី2001រហូតដល់2009ហ្នឹងចង់និយាយថាលុយគ្រាន់ណាអ្នកដែលបោកនឹងយកអស់4លាន5សែនចា4លានកន្លះបងប្អូនសម័យមើលពីឆ្នាំ2001រហូតមកដល់ឆ្នាំ2009នេះអស់លុយមានលុយប៉ុណ្ណឹងតើវាមានប៉ុណ្ណាតកូលរបស់គេអញ្ចឹងចានឹងឯងហើយមិនមែនតែម្នាក់ណាបងប្អូនគឺគ្នា11នាក់11គ្រូ11នាក់ក្នុងគ្រួសារណាចាពីតកូលអភិជនរបស់បារាំងរហូតធ្លាក់ខ្លួនទៅជាលែងមានអ្វីទាំងអស់នឹងឯងចាជម្រាបសួរបងប្អូនទាំងអស់គ្នារឿងនេះកើតឡើងចាប់ផ្ដើមពីឆ្នាំ1997នៅពេលដែលសមាជិកគ្រួសាររបស់មួយហ្នឹងឈ្មោះកូនស្រីឈ្មោះ Ghislaine ហ្នឹងគាត់ជា directrice ជានាយកសាលានៅក្នុងនាយកសាលានៅខាងសេកតេណានៅប៉ារីសលេខ5គាត់ធ្វើការរអង្គទៅព្រីដើម្បីសម្អាតសាលាគាត់អញ្ចឹងណាចាក៏អញ្ចឹងទៅក៏មានគេណែនាំគាត់គឺប៉ះចំស្អីគេគឺអង្គទៅព្រីហ្នឹងគឺបោះTerry Tilly បងប្អូនត្រូវចាំឈ្មោះនោះឲ្យច្បាស់ណាចាំនាងខ្ញុំបង្ហាញមុខបងប្អូនទៅពេលក្រោយហើយនឹងគឺវានឹងហៅគឺជាមូលហេតុគឺជាគេហៅថាមនុស្ស Guru មនុស្ស Guru ហ្នឹងបានន័យថាជាមនុស្សគេហៅថាពាក់វេ psychopath surtout predator destructor ចាជាមនុស្សគេហៅថាអាសូលេចង់និយាយដល់ប្រាប់បងប្អូនថាមិនគេដូច hypnose ចឹងដូចជា cell ចឹងអាហ្នឹងចាហើយគ្រាន់ថាTerry Tilly ចូលមកធ្វើការនៅកន្លែងគាត់ហ្នឹងធ្វើជាម្នាក់បោះសម្អាតហ្នឹងម៉ាដាម Ghislaine ហ្នឹងដូចថាដូចចាប់អារម្មណ៍ដូចថាគេហៅថាចូលមុនស្នេហ៍របស់មួយហ្នឹងចឹងណាដូចຕົកចិត្តហ្មងបងប្អូនចឹងណាចាហើយដល់ពេលទៅមានសេកតេរបស់គាត់ហ្នឹងរបស់គាត់ហ្នឹងក៏បានសម្ភាសជាមួយអ្នកព័ត៌មានណាគេនិយាយថាគាត់និយាយថាពេលដែលTerry Tilly ចូលទៅក្នុងពេលហ្នឹងណាគឺគាត់ក៏ធ្វើជាសេកតេនៅកន្លែងហ្នឹងគាត់ថាអត់មានអ្វីជាចាប់អារម្មណ៍មនុស្សម្នាក់ហ្នឹងអត់មានអីចាប់អារម្មណ៍សោះជាមនុស្សធម្មតាហើយការនិយាយក៏មិនគួរឲ្យតាក់ទាញចិត្តដូចអត់មានតាក់ទាញទេតែអ្វីដែលចាប់អារម្មណ៍នៅពេលដែលចាប់ដៃយើងចាប់ដៃបងស្រួលយើងគឺដូចមានអារម្មណ៍ថាដូចជាមានអតិពលធម្មពលតាក់ទាញចាគាត់និយាយពាក្យមួយម៉ាត់ទៅថាដូចជាពស់ចឹងនិយាយចឹងដូចជាពស់ចឹងចាហើយចាប់ផ្ដើមតាំងពីគាត់Ghislaine ហ្នឹងតាក់តងជាមួយនឹងអាហ្នឹងមកតំណែងមានដូចថាតាក់តងចាប់ព្រោះអាហ្នឹងដូចវាមានសិលចាប់ដៃគាត់ទៅធ្វើឲ្យគាត់បដូរមនុស្សហើយតាំងពីពេលដែលគាត់ចាប់ផ្ដើមតាក់តងជាមួយនឹងមួយហ្នឹងមកធ្វើគាត់Ghislaine ហ្នឹងពាក់បន្តាខ្មៅកូពេទាំងក្នុងសាលាទាំងក្រៅសាលាចាហើយចរិតទៅជាបដូរផ្លាស់អញ្ចឹងហើយរយៈពេលឆ្នាំចុងក្រោយនេះគាត់អត់បានធ្វើការទេហើយក៏ពេលគេធ្វើ belong ទៅឲ្យស្អីគេTerry Tilly ហ្នឹងវាដាក់ធ្វើការជំនួសឲ្យអញ្ចឹងណារួចអញ្ចឹងទៅbelong ធ្លាក់ចុះមក belong សាលាមួយឆ្នាំធ្លាក់ចុះមកចំណូលអត់មានទេរួចទៅចាថ្មីបិទតែអញ្ចឹងមែនប៉ុន្តែរយៈចុងក្រោយនេះរយៈពេលហ្នឹងគឺ Ghislaine ហ្នឹងនាំTerry Tilly ហ្នឹងទៅប្រេសង់ទេណែនាំឲ្យពុកម្ដាយគ្រួសារស្គាល់អញ្ចឹងម្ដាយស្គាល់អញ្ចឹងណាចាម្ដាយរបស់ហ្នឹងមានអាយុ88ឆ្នាំហើយណែនាំស្គាល់ចង់និយាយថាមកគ្រួសារហ្នឹងស្រឡាញ់ចូលចិត្តគ្រប់គ្នាវាហ្នឹងជាមនុស្សប្រភេទដូចថាវាប្រកែកនិយាយប្រកែកនេះបងប្អូនដូចបងប្អូនដូចថាវាចេះសិលសកត់ចិត្តមនុស្សគ្រាន់តែចាប់ដៃគេធ្វើមនុស្សមានអារម្មណ៍ដូចស្ដាប់តាមនឹងឯងហើយវាកុហកប្រកែកដូចជា
ចង់និយាយថាវាមានមុខវិជ្ជាប្រមាណនៅប្រទេសណាប្រមាណហើយមានតែប្តីរបស់គីស្លែនហ្នឹងឯងដែលជា journalist ចាអ្នកកសែតអត់ជឿដំបងគ្រាន់តែឮសូរថាធ្វើទាំង FBI ធ្វើចឹងមានរបរស្អីអញ្ចឹងទៅគាត់មានអារម្មណ៍ថាធ្វើគាត់លែងស្ដាប់ហ្មងលែងស្ដាប់អាមួយនឹងនិយាយហ្មងអញ្ចឹងណាហើយមនុស្សក្នុងសង្គមបងប្អូនក្នុងកូនក៏ដូចគ្នាដែរនៅពេលណាដែលពួកអាខូចវាគិតថាម្នាក់ហ្នឹងមិនអាចចូលសងមកវាបានទេវារកវិធីកម្ចាត់នឹងឯងកម្ចាត់ចោលណានៅពេលមួយគឺនៅសង្កេតថានៅប្រាសាទរបស់គីស្លែន family គីស្លែនហ្នឹងចាសាតូនៅមុងប្លង់កាំងហ្នឹងអង់ឡូដឺការ៉ូនហ្នឹងណាគេរៀបការកូនរបស់មានដុកទ័រខាង psycholog ដល់ពេលរៀបការចាគ្មានអ្នកភ្ញៀវប្រហែលជា300នាក់អីចឹងទៅចង់និយាយថាការរៀបការប្រព្រឹត្តទៅបានល្អហើយដល់ពេលហ្នឹងហើយបន្ទាប់ពីការរៀបការរបស់ហ្នឹងមួយអាទិត្យហើយអាតែរីទីលីហ្នឹងវាចាប់ផ្ដើមចាត់វិធានការកម្ចាត់ប្តីរបស់គីស្ទីនចៅដែលជាអ្នកកសែតហ្នឹងណាព្រោះថាគាត់អត់ជឿអត់ស្ដាប់តាមវាអញ្ចឹងណាដូច្នេះវាប្រាប់ទៅដូចថាតាំងពីចូលទៅក្នុងគ្រួសារមកតាំងពីគីស្ទីនណែនាំមកដូចថាគ្រួសារហ្នឹងចូលទៅក្នុងធម៌ពលរបស់វាហើយសូម្បីតែបងប្រុសដែលជាដុកទ័រខាងចិត្តសាស្ត្រនោះដូចថាពីរនាក់គេត្រូវគ្នាមែនតែនហ្មងគេគឺថាឆាប់ត្រូវគ្នាដូចជាអេក្លែអញ្ចឹងត្រូវគ្នាអញ្ចឹងទៅហើយអាមួយទីលីហ្នឹងវាដូចជាវាបញ្ចុះបញ្ចូលថាប្តីរបស់អ្នកកសែតហ្នឹងជាអ្នកកសែតហ្នឹងគឺជាមនុស្សបោកប្រាស់គឺជាមនុស្សបន្លំហើយជាចង់ក្បត់ទៅមួយគីស្តែនហ្នឹងចង់រត់ទៅនៅប្រទេសណាផ្សេងមានស្រី30-40នាក់អីចឹងទៅហើយវាបញ្ចុះបញ្ចូលថាវាហ្នឹងវាមកហ្នឹងវាជាអង្គតព្រីមកជួយការពារតកូលគ្រួសារហ្នឹងព្រោះទៅចឹងគ្រួសារហ្នឹងត្រូវគេហៅថាត្រូវធម្មពលចាញ់បោកគេអីចឹងដូច្នេះកុំឲ្យចេញតាណាទៅក្នុងសាតូនឹងបានអញ្ចឹងណាហើយដូចថាមកបើជួសារនោះដូចអត់ដូចគេហៅថាអញ្ចឹងមកខ្ញុំជឿថាគេហៅថាមកពលងឹតណាគេហៅថាអត្តពលងឹតចឹងព្រោះវាដូចវាដាក់សិលក្នុងវាមិនសិលវាចេះស្អីជប់ដូចធ្វើមនុស្សលែងស្ដាប់អញ្ចឹងលុយដែលខំប្រឹងធ្វើការរស់ស៊ីទៅប្រមាណចូលដាក់ទៅក្នុងកងអានឹងអស់លេងក្នុងនេះវ៉ាក់សេចូលទៅក្នុងកងអានឹងអស់លេងអត់មានទុកអីទៀតទេសំបីតែអំពៅអីស្អីតាក់ស្អីលេងបងទាំងអស់តកូនហ្នឹងអញ្ចឹងហើយរស់នៅដោយហ្នឹងតែអត់ចាប់អារម្មណ៍ទៀតរស់នៅទៅក្នុងសាតូហ្នឹងអញ្ចឹងចាដូចផ្ដាច់ពីពិភពខាងក្រៅអញ្ចឹងណាចាណាហ្នឹងហើយឡើងប្រហែលតាំងពី2001រហូតដល់2009ណាបងប្អូនហើយដល់ពេលវេលាមួយដល់ដំណាក់ហើយដល់ពេលយើងអត់បងលុយអំពៅអ្វីទាំងអស់ដូច្នេះពួកអាវីស្កាលវាមកទៀមទាថ្លៃរឿងផ្ទះរឿងអីដូច្នេះដល់ពេលទៅអាទេរីហ្នឹងគឺផ្ទះហ្នឹងវាទៀមទាឲ្យថាឲ្យវាយើងហ្នឹងប្រកូលទៅឲ្យវាចឹងទៅចាដូចហើយក៏នាំគ្នាហើទៅនៅប្រទេសអង់គ្លេសម្ដងទៅធ្វើការងារហើយក្នុងចំណោមគ្នាទាំងអស់ហ្នឹងវាឲ្យធ្វើការតែ3នាក់ណាបងប្អូនចាធ្វើមួយម្នាក់គេឈ្មោះ Christine ហ្នឹងឲ្យធ្វើការជាអ្នកបម្រើនៅក្នុងអីមិនដឹងទេធ្វើពីកន្លែងណាហើយមួយទៀតជា psycholog នោះតែតា psycholog នោះមកធ្វើការកន្លែងគេហៅសាឌីងាយអ្នកយាមអ្នកស្អីគេថែអាសាសួនហើយម្នាក់ទៀតធ្វើទៅខ្ញុំភ្លេចបាត់ហើយចាហើយលុយដែលបានប្រាក់ខែហ្នឹងមិនមែនបានមកចំចាយខ្លួនឯងទេណាវ៉ាក់សេទាំងអស់ទៅឲ្យអាហ្នឹងទៀតចាដល់ពេលវេលាមួយអត្តកែរបស់គីស្ទីនហ្នឹងមើលទៅដូចថាម្នាក់ស្រីដូចថាមើលដូចជាមនុស្សដូចថាមានឋានៈមានអីអញ្ចឹងមកធ្វើការអញ្ចឹងវាមានការអីអញ្ចឹងបានស្គាល់ជួបមួយអាទេរីហ្នឹងបានមើលទៅដឹងថាមនុស្សមិនល្អបានតកែនឹងជួយណែនាំឲ្យតគីស្ទីននឹងដល់ចឹងបញ្ចុះបញ្ចូលបានបើគីស្ទីនធំភ្ញាក់ឲ្យណាមួយអាទេរីធ្វើបាបទៀតធ្វើបាបគេហៅអាសែលហ្មងធ្វើបាបមកចប់វាយអីចឹងណាអញ្ចឹងទៅក៏បានតាក់តងមិត្តភ័ក្តិទៅនៅមិត្តភ័ក្តិពីក្មេងបានរត់បានមកដល់ប៉ារីសនឹងឯងបានគាត់នឹងឯងអ្នកធ្វើសំណឹងប្តឹងទៅដល់តុលាការនឹងឯងបានគេចាប់អានឹងដាក់គុកចារយៈពេល10ឆ្នាំប៉ុន្តែទ្រព្យសម្បត្តិដែលបាត់ទៅហ្នឹងណាគឺអត់មានបានមកវិញទេបងប្អូនចាចង់និយាយចឹងនឹងឯងទោះបីជានេះក៏ដោយថាចាញ់បោកដោយសារឥទ្ធិពលអ៊ីប្ណូអេក៏ដោយគេច្បាប់សុកប្រាំងអត់មានច្បាប់ធឺនឹងទេបងប្អូនណាតែកាលណាចាប់គឺចាប់ឲ្យអាតេរី
គេថាដោយថាយើងជាមនុស្សធំមានការសម្រេចចិត្តដោយខ្លួនឯងអញ្ចឹងណាឲ្យមានច្បាប់ថាយើងចាញ់ដូចថាយើងត្រូវការគេសកត់ចិត្តឲ្យមានជំនឿក្នុងអបិយជំនឿរបៀបអញ្ចឹងអត់មានច្បាប់អញ្ចឹងទេនៅស្រុកប្រាំងនេះណាចាហាតារីធាលីនឹងនៅជាប់គុកនៅឡើយចាហើយគេបន្ទាប់ចេញពីជាប់គុកហើយរយៈពេល10ឆ្នាំគេក៏ឲ្យចូលទៅក្នុងកន្លែងសាក់វិសខាង special ខាងមនុស្សមានបញ្ហាសរសៃប្រសាទអីចឹងណាចាជំងឺនឹងឯងហើយវានឹងដើរប្រាប់តកូលគ្រួសារនឹងសិតតែថា family ជាមួយនឹងស្ដេចអីណានៃស្ដេចប្រទេសអង់គ្លេសអីណាអូយក៏ទៅមនុស្សវាហៅថាពួកអាកហូចកុហកណាបងប្អូនអញ្ចឹងហើយយើងចេះតែជឿគេហៅដូចចូលសិលរបស់គេអញ្ចឹងយើងនិយាយពាក្យមួយម៉ាត់អញ្ចឹងទៅណានឹងឯងហើយបងប្អូនចង់មើលរឿងហ្នឹងគេតែងធ្វើលេងជាកុនទៀតបងប្អូនតែងលេងជាកុនដូចជាគេហៅដូច Hollywood ចឹងរឿងហ្នឹងលោកឲ្យលោកនិយាយការពិតណាអូយសុំសរសើររបៀបភាពបោកប្រាស់របស់មនុស្សចាហ្នឹងគេហៅឲ្យ L'affaire des reclus de Mont Blanc ដោយសារផ្ទះសាតូរបស់គេនៅភូមិមុងប្លង់កាំងហ្នឹងណាបងប្អូនចាហើយស៊ីនោះបងប្អូនដាក់តា family Federin ទៅបងប្អូនចាញ់មកហើយចាចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតើបងប្អូនធ្លាប់បានទស្សនាពីបញ្ហានឹងដែរឬទេឬក៏មានរឿងស្រដៀងនឹងដែរទេសូមចែករំលែកនៅក្នុង comment អរគុណ